បាទសូមអរគុណសិល្បករសិល្បករនីរបស់យើងទាំងអស់គ្នាដែលបានផ្ដល់នូវទស្សនីយភាពដ៏ល្អឯកយ៉ាងជក់ចិត្តដិតអារម្មណ៍មានគ្រប់រសជាតិមានគ្រប់ស្ថានភាពនៃការរស់នៅបច្ចុប្បន្នផ្ទាល់តែម្ដង